មកអួតរៀងម៉ាក់កូនពីរម៉ាក់ណាខ្លះដែលខ្ជិលចង់បានរៀងស្អាតកុំខ្ជិលបងប្អូនមើលវីដេអូនេះហើយឃើញរូបរាងនាងខ្ញុំងើបឡើងខំប្រឹងឲ្យស្អាតដល់រដូវកាល unboxing ហើយបងប្អូនអើយ unboxing ឥតលះហែតែម្ដងនិយាយពីថាសម្លៀកបំពាក់និងប្រដាប់ប្រដាប្រើប្រាស់ផ្សេងហ្នឹងកំងចូលហ្មងនិយាយទៅពូយកឲ្យឡើងហត់ណាមកដល់ឲ្យប្រដាក់គ្នាហ្មងមួយថ្ងៃម្លងមួយថ្ងៃមួយថ្ងៃម្លងមួយថ្ងៃមួយថ្ងៃខានមួយថ្ងៃមកដល់អញ្ចឹងណាកញ្ចប់ទី1គឺជាសម្លៀកបំពាក់កៅអៅល្ងាបងប្អូននៅខាង H&M នាងខ្ញុំកំងអាវល្ងារោមនេះឃើញស្អាតពេកនៅក្នុងអ៊ីនធឺណិតបងប្អូននាងខ្ញុំអត់បានទៅផ្ទាល់ទេប៉ុន្តែមើលក្នុងអ៊ីនធឺណិតទៅឃើញស្អាតដូចចាប់អារម្មណ៍ទិញមួយមើលសំខាន់គឺសាច់គេក្រាស់ធ្ងន់ស្អាតពាក់ទៅគឺកក់ក្ដៅបើកៅអៅដែលកំងមកពីចិនពាក់ទៅអត់កក់ក្ដៅទេបងប្អូននាងខ្ញុំក៏ធ្លាប់ទិញដែរអីវ៉ាន់មកពីចិនប៉ុន្តែពេលទៅដល់ក្រៅពេលល្ងាពេលអីគឺវាធ្លុះសាច់ខ្យល់ចាក់ចូលធ្លុះសាច់វាអត់មានភាពកក់ក្ដៅអញ្ចឹងហើយបើនាងខ្ញុំអត់ដែលទិញទេកៅអៅពីចិនធ្លាប់ទិញមកខុសមិនមែនថាមិនធ្លាប់ទេណាដល់ពេលទិញខុសទៅលែងទិញហ្មងបានតែម៉ូតស្អាតទេបងប្អូនអើយអាវល្ងាពីចិនក៏ប៉ុន្តែបើថាយកមកពាក់ឲ្យកក់ក្ដៅ no អញ្ចឹងទេអាវល្ងានាងខ្ញុំគឺនាងខ្ញុំទិញតែពីក្រុមហ៊ុន Mango ឬក៏ H&M Zara ឬក៏ម៉ាកផ្សេងនៅក្នុងប្រទេសប្រាំងនេះឯងម៉ាកខ្លះគឺបងប្អូនអត់ស្គាល់ផងម៉ាកនៅក្នុងស្រុកប្រាំងហ្នឹងវាច្រើនពេកអញ្ចឹងហើយនាងខ្ញុំដើរផ្សារតែឃើញម៉ាកអីស្អាតអត់ខ្វល់ទេម៉ាកអីក៏ម៉ាកទៅឲ្យទៅពាក់ទៅវាកក់ក្ដៅហើយសំខាន់សាច់កណាត់អីគឺស្អាតណាទិញហើយឥឡូវមក unboxing មកប្រអប់ទៀតអានេះគឺកៅអៅនៅក្រុមហ៊ុន Mango បងប្អូននាងខ្ញុំកំងអាវល្ងាដែរអាវល្ងានេះគឺស្រឡាញ់យូរណាស់ហើយបងប្អូនអើយប៉ុន្តែគ្រាន់តែថាទិញអត់ទាន់គេបើទៅហាងហ្មងអីទេប៉ុន្តែដល់ពេលយើងទិញតាមអ៊ីនធឺណិតយើងមើលអត់ឃើញអស់ម្ល៉េះហើយតម្រាំតែបានទិញហ្នឹងគឺយូរមែនតែនអាម៉ូតនេះវាអាសាចេញដែរប៉ុន្តែគ្រាន់តែចេញមកម៉ូតហើយ style ខុសៗគ្នាបន្តិចតែគ្រាន់តែថារៀងអាវអីហ្នឹងសាច់កណាត់អីវារបៀបគ្នាអញ្ចឹងណាដល់ពេលឃើញលើកនេះវានៅសាយដែលទំហំនាងខ្ញុំចង់បានហ្នឹងក៏យកមួយទៅនាងខ្ញុំពាក់សាយអេសហ៎បងប្អូនដល់ពេលអញ្ចឹងទៅក៏យកអាវធំសាយអេសហ្នឹងទៅមកល្មមហ្មងសមសួនសំខាន់គឺសាច់កណាត់បងប្អូនសាច់កណាត់កៅអៅ Mango នាងខ្ញុំស្រឡាញ់ខ្លាំងជាងគេទី1គឺម៉ូតគឺគេហៅថា classic បែបថ្លៃថ្នូរនិយាយទៅ high class ក៏មាន classic ក៏មានតាមយើងចូលចិត្តយើងចង់ស្លៀករបៀបម៉េចយើងទៅរើសតាមនឹងអញ្ចឹងទៅហើយនាងខ្ញុំភាគច្រើនម៉ូតនៅ Mango នាងខ្ញុំស្លៀកសាមញ្ញអញ្ចឹងណាឥឡូវចូលដល់រដូវផ្ការីជ័យអញ្ចឹងហើយនាងខ្ញុំទិញអាវល្ងាខ្លះទៅហើយនឹងអាវខែក្ដៅកំងពីចិនខ្លះអីខ្លះណាបងប្អូនម៉ូតកៅអៅឥឡូវគឺភាគច្រើននឹងខ្ញុំកំងពីចិនដែរហ្នឹងដោយសារថាវាស្អាតនោះកាលពីមុននឹងខ្ញុំមិនដែលទិញទេបងប្អូនទិញយូរម្ដងហើយមិនថាអត់ទិញសោះទេណាធ្លាប់ទិញក៏ប៉ុន្តែយូរទិញម្ដងកៅអៅពីចិនព្រោះទិញមកខុសច្រើនពេកទិញមិនងាយបានត្រូវទេដល់ពេលអញ្ចឹងទៅអត់សូវទិញទេដល់ពេលតាំងពីស្គាល់អា app សៀនហ្នឹងមកគឺខ្ញុំទិញញឹកញាប់ព្រោះ app សៀនហ្នឹងកៅអៅគេល្អជាង AliExpress ទៀត AliExpress ទិញតើហឺមែនតែនពីព្រោះអ្នកលក់នៅក្នុងនឹងច្រើនហាងមួយតែបើនៅសៀនវិញគឺភាគច្រើនវាយកកៅអៅល្អត្រូវស្តង់ដារជាមួយអឺរ៉ុបហើយរូបរាងរបស់នាងខ្ញុំហ្នឹងគឺស្តង់ដារអឺរ៉ុបហើយបងប្អូនអញ្ចឹងហើយនាងខ្ញុំពាក់កៅអៅស្តង់ដារអាស៊ីអត់ត្រូវទេប៉ុន្តែ app សៀននេះចាទិញកៅអៅពីសៀនគឺត្រូវຂະຫນាតមួយនាងខ្ញុំហ្មងអញ្ចឹងហើយឥឡូវនាងខ្ញុំអាសាកំងពីហ្នឹងបើរ៉ូបនេះវិញនាងខ្ញុំធ្លាប់ទិញ2ដែរ2ដងហើយប៉ុន្តែសាច់កណាត់អត់ស្អាតអញ្ចឹងទៅក៏បោះចោលទៅណាបងប្អូនហើយណាពាក់អត់ត្រូវអញ្ចឹងឲ្យគេខ្លះទៅហើយពេលខ្លះឲ្យកូនស្រីអត់ពាក់ទៅក៏បោះចោលទៅដល់ពេលលើកនេះទិញមកកំងបានសាច់កណាត់ស្អាតអូយនិយាយពីត្រូវចិត្តបងប្អូនអើយហើយយើងលេងម៉ូដបន្តិចទៅពាក់រូបនឹងហើយយើងអាចយកអាវល្ងារោមពាក់លើពីលើក៏បានហើយសោកដៃចូលទៅក្នុងក៏បានតាមចិត្តយើងឯងខ្ញុំគឺអាសាពាក់អាវធំលើស្មាបែបហ្នឹងណាមិនថាអាវធំធម្មតាឬក៏អាវធំជាលក្ខណៈរោមអញ្ចឹងឯងតែទៅណាមកណាខ្ជិលសោកហ្នឹងដាក់ពីលើអញ្ចឹងឯងរូបរាងស្អាតណារ៉ូបហ្នឹងនិយាយទៅឃើញស្រីស្អាតគេពាក់រ៉ូបរបៀបសំចេះស្មាអញ្ចឹងឃើញស្អាតបងប្អូននៅក្នុងអ៊ីនធឺណិតចិនប៉កែបងប្អូនអើយពាក់ទៅឃើញស្អាតរៀងឡើងអលូនអញ្ចឹងហើយក៏ពាក់អង្គឯងមើលមានអីស្អាតដែរតាបើនិយាយពីសពុតនេះវិញអានេះសពុតកបយបងប្អូននាងខ្ញុំធ្លាប់ទិញនៅប្រទេសប្រាំងហ្នឹងហាង H&M Zara Mango អីហ្នឹងភាគច្រើនគេដេមិនថាខោកបយមិនថាអីទេខោអីភាគច្រើននាងខ្ញុំទិញពីស្រុកខ្មែរមកដែរទិញនៅហ្នឹងតើតើមើលទៅថាត្រូវរូបរាងនាងខ្ញុំហ្មងតែមិនងាយទិញបានទេបងប្អូនអើយដោយសារថាខោកបយនិងសពុតកបយនេះវាដេរបៀបរូបរាងប្រាំងដល់ចឹងតាគៀកវាប៉ោងអូយស្អាតណាប៉ុន្តែយកមកដល់ឲ្យយើងចកេះត្រូវតែតាគៀកយើងវាអត់ត្រូវជាមួយតាគៀកប្រាំងធំមកបងប្អូនហើយក៏ផ្លូវធំទៀតប៉ែងទៅពេលយើងស្លៀក
tới cứ rồi lung cái lạnh cái kia cái lạnh cái pleu nông quạ mưa mình tên á lòng pong stol chân hay nên trong mình nghe tới tên khao hay nên support ấy nên nè sliệt hay anh ấy drop tên bị ép chân xuyên năng đài tinh muối khẩu po hiện sẽ chay chừng năng á tại một là bị chân hay pong cái kia đài bông ổn đó chân nên trong mà đài sliệt tế đọc về cái mỏng lực đi mà thời chất nó coi vô màu sliệt tới ui xa nâng áรูปរាងរបស់នាងខ្ញុំត្រូវជាមួយនឹងស្តង់ដារអឺរ៉ុបផងបើសិនជាបងប្អូនខ្មែរមួយចំនួនធំដែលនាងខ្ញុំធ្លាប់ឃើញគាត់កំងកៅអៅតាមអ៊ីនធឺណិតនិងអ្នកដែលនាងខ្ញុំស្គាល់ណាគឺគាត់ទិញអត់ដែរបានកៅអៅត្រូវចិត្តទេដោយសារគាត់ខុសខ្នាតណាគេហៅថាខ្នាតអាស៊ីត្រូវជាមួយនឹងសាយអាស៊ីដល់ពេលអញ្ចឹងពាក់កៅអៅអឺរ៉ុបឬក៏ទិញកៅអៅនៅស្រុកបារាំងនេះគឺពិបាកទិញពិបាកស្លៀកណាហើយរាល់ពេលដែលនាងខ្ញុំទិញកៅអៅនៅស្រុកបារាំងនេះម៉ាក Mango Zara H&M អីហ្នឹងគឺតែងតែមានបងប្អូនខ្លះគាត់ថាឃើញមកឯងទិញតារ៉ូបអត់ដែលឃើញទិញកៅអៅដាច់ខោអីចឹងណាចង់ឃើញមកឯងស្លៀករបៀបកៅអៅដាច់ម្ដងមូលហេតុគឺដូចនឹងខ្ញុំជម្រាបអញ្ចឹងដោយសារនឹងខ្ញុំធ្លាប់ទិញខោនៅស្លៀកទៅវាអត់ត្រូវជាមួយនឹងតាគៀករបស់នឹងខ្ញុំណាអញ្ចឹងហើយបាននឹងខ្ញុំកម្រទិញកៅអៅដាច់ចាស់បងប្អូនបើទិញតាអាវទេខោសពុតអីមិនងាយទេគេដេមិនត្រូវខ្នាតយើងដល់ពេលអញ្ចឹងវាពិបាកម្ល៉េះហើយភាគច្រើននឹងខ្ញុំស្លៀកតារ៉ូបនឹងឯងពីព្រោះនៅពេលដែលទិញរ៉ូបគឺអត់មានរើសខ្នាតតាគៀកសាយអីទេយើងស្លៀកទៅចូលផ្លុកចឹងណាអញ្ចឹងហើយបាននឹងខ្ញុំទិញតារ៉ូបទេហើយម៉ាកដែលនឹងខ្ញុំប្រើច្រើនជាងគេគឺ Mango ដោយសារ Mango គឺជាម៉ាកមួយដូចជំរាបបងប្អូនអញ្ចឹងសាច់កណាត់ធ្នេម៉ូតអីគឺត្រូវចិត្តនឹងខ្ញុំខ្លាំងគឺសាមញ្ញបែបថ្លៃថ្នូរហើយបើចង់បាន style បន្ថែមយើងដាក់អាវធំពីក្រៅទៅបាន style មួយទៀតហើយបងប្អូនអានេះគឺចប់ថ្ងៃបន្ទាប់ទៀតទេណាបងប្អូនណាមិនមែនគឺចប់ថ្ងៃតែមួយហ្នឹងទេថ្ងៃតែមួយហ្នឹងចប់មកវគ្គត្រឹមសពុតទេហើយអានេះគឺវគ្គក្រោយមកទៀតចាអូយកំងហូហែហ្មងអីវ៉ាន់គឺថាអត់ដាច់និយាយទៅស្រីយើងគឺបែបហ្នឹងនាងខ្ញុំកំងហូមភ្នែកមកតមកអីបន្ថែមដោយសារអាសាតលេងអញ្ចឹងទៅចេះតែអស់ណាអញ្ចឹងហើយនាងខ្ញុំកំងមានស្ដើងមានក្រាស់មានអីតាមចិត្តយើងចង់បានអញ្ចឹងទៅហើយក៏មានកៅអៅកីឡាអីយើងសនុកស្លៀកហាត់កីឡាផងឬក៏ស្លៀកដើរចេញក្រៅក៏បានដែរកៅអៅកីឡាយើងស្លៀកចេញក្រៅក៏បានដែរបងប្អូនឃើញរូបរាងស្អាតទៀតផងមួយជើងនេះគឺថាកំងច្រើនគូសំដែរនិយាយពីថាឲ្យតែកំងអីវ៉ាន់ហើយចាំផ្លូវអីវ៉ាន់ដូចចាំម៉ែមកពីផ្សារអញ្ចឹងបងប្អូនអើយចង់ឃើញអីវ៉ាន់កំងក៏ប៉ុន្តែពេលខ្លះកំងយូរពេកឡើងភ្លេចថាខ្លួនឯងកំងអីវ៉ាន់អីខ្លះទៀតណាបងប្អូនកំងអីវ៉ាន់ពីស្រុកគេគឺយូរអញ្ចឹងហ៎បងប្អូនវាមិនខុសពីបងប្អូនកំងលេក្លៀកឬក៏អីវ៉ាន់ពីនាងខ្ញុំនៅស្រុកគេនេះទេតម្រាំតែដើរទិញតម្រាំតែរៀបចំតម្រាំតែដាក់ផ្ញើតម្រាំតែទៅដល់យើងរៀបតាមឈ្មោះហើយយើងនៅដឹកទៀតអាហ្នឹងគឺវាអញ្ចឹងត្រូវតែប្រើការរងចាំអានេះគឺជាម៉ាស៊ីនបករោមក្លៀកបងប្អូននាងខ្ញុំមិនដែលកំងពីចិនសោះពីព្រោះនៅនេះស្អីក៏មានសពគ្រប់ដែរហើយរបស់គេល្អទៀតប៉ុន្តែតម្លៃក៏ថ្លៃកប់សេរីដែរបងប្អូនហើយអានេះគឺធូរថ្លៃនាងខ្ញុំភ្លេចតម្លៃនេះមិនដឹងប្រហែលទេប៉ុន្តែគេមានលាយជាមួយនឹងឲ្យយើងភ្ជាប់មកជាមួយនឹងអាគ្រាប់បករោមបកអីអញ្ចឹងណាបងប្អូនហើយមានឈើមានអីឲ្យយើងមកចាប់សពគ្រប់មួយសេតមកនិយាយទៅស្រួលនាងខ្ញុំមានអាម៉ាស៊ីនហ្នឹងចាសម្រាប់វែករោមហ្នឹងគឺបោះប្រាំងមួយហើយក៏ប៉ុន្តែនាងខ្ញុំចង់សាកប្រើរបស់ចិននេះវាងាយស្រួលប្រើអត់ទេពីព្រោះអាម៉ាស៊ីនបោះប្រាំងហ្នឹងវាក្រក្តៅដែរបងប្អូនតែដល់ពេលក្តៅងុំហើយដល់ពេលអានេះនាងខ្ញុំលឺបងភ្លោះនាងខ្ញុំនៅស្រុកខ្មែរគាត់ទិញរបស់ចិនប្រើរបៀបអញ្ចឹងដែរណាម៉ាក់ខុសគ្នាតែរបៀបអញ្ចឹងគាត់ថាល្អហើយប្រើទៅវាឆាប់ក្តៅឆាប់អីអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏សាកទិញប្រើម្ដងមើលតែមានអីបើកមកឡើងតំណងរបស់គេដែរហ្នឹងបងប្អូនគេមានសម្រាប់ធុងនេះអីធុងអាហ្នឹងស្អីកំប៉ុងសម្រាប់ដាក់រំលាយអាគ្រាប់វែកក្លៀកហូមក្លៀកយើងហ្នឹងបងប្អូននេះវែកក្លៀកវែកហូមក្លៀកបងប្អូនអូនិយាយខុសត្រូវរហូតតែគ្រាន់តែថាហ្នឹងហើយរបស់ចិនវាមិនដូចរបស់ប្រាំងទេវាខុសគ្នាទោះបីជាល្អប៉ុណ្ណាក៏វាជារបស់ចិនក៏មានអាល្អមានអាមិនល្អដែរបងប្អូនតែយ៉ាងណាក៏នៅតែអត់ដូចរបស់អឺរ៉ុបដែរស្តង់ដារខុសគ្នាឥឡូវនេះនឹងខ្ញុំសាដាក់កម្ដៅជាមួយនឹងអាក្របរបស់វានឹងមើលថាតើវារលាយលឿនជាងឬក៏កម្ដៅវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាចង់សាកគឺចង់ដឹងហ្នឹងហើយក្របក៏មានគ្រប់ពណ៌ល្អមើលហេតុតែចង់ដឹងកម្ដៅវាពេកទុកខោអាវចោលសិនមកសាកតេស្តម៉ាស៊ីនសិនបងប្អូនអើយចង់ដឹងថាវាលាយលឿនអត់ចឹងឬក៏យូរអីមិនចឹងណាប៉ុន្តែឥឡូវវាចាប់ផ្ដើមអាលាយខ្លះឲ្យលឿនបងប្អូនលឿនជាងម៉ាស៊ីនរបស់នាងខ្ញុំទិញនៅប្រាំងមែនតាប៉ុន្តែគាត់ថាម៉ាស៊ីននៅប្រាំងកាវរបស់វាហ្នឹងពេលដែលយើងបិទ
បកនោះវាអត់ក្តៅវាអត់តលាកឯណាហើយអានេះនាងខ្ញុំលឺបងស្រីភ្លោះនាងខ្ញុំថាវាអាចតលាកស្បែកក្លៀកយើងបើសិនជាស្បែកក្លៀកយើងស្ដើងពេកនេះឥឡូវអាលាយនេះលឿនរបស់គេមែនតាប៉ុន្តែហ្នឹងហើយនាងខ្ញុំសាកបកទៅគឺល្អរបស់គេដែរយើងផ្លុំបន្តិចណាចាំយើងដាក់បិទបកឥឡូវមកបើកអីវ៉ាន់បន្តបងប្អូនអើយអានេះគឺជាសម្រាប់បិទកាជាពេលខែល្ងាណាបងប្អូនខ្យល់ចូលតិចហ្នឹងគឺល្ងាណាស់នាងខ្ញុំអត់ចេះពាក់អាកាសដូចរបៀបអាបូកាសគេបិទនឹងកាជានាងខ្ញុំអត់សូវចូលចិត្តអារបៀបអញ្ចឹងមើលទៅដូចកូនក្មេងពេកម្ល៉េះនាងខ្ញុំចូលចិត្តប្រើតារបៀបចេះនេះហើយបើនេះវិញគឺបូយើងពាក់យកម៉ូតក៏បានពាក់ហាត់កីឡាក៏បានអីក៏បានភាគច្រើនគឺនាងខ្ញុំពាក់ហាត់កីឡានឹងឯងកាលពីមុនប្រើរៀងសាយទូចជាងនឹងដល់ពេលអស់នឹងវាខូចទៅក៏ទិញអាថ្មីមកនេះយករៀងសាយធំវិញម្ដងអញ្ចឹងណាបងប្អូនតែភាគច្រើននាងខ្ញុំពាក់ហាត់កីឡានឹងឯងដើម្បីកុំឲ្យធ្លាក់សក់សយាយសយពេញមុខចំណែកអានេះវិញគឺជាខោអាវរបៀបយើងហាត់កីឡាក៏បានឬក៏យើងពាក់របៀបស្ពតចេញដើរក៏បានជាមួយបិជើងប៉ាតាពាក់អាវធំពីលើទៅស្អាតមែនតើបងប្អូននាងខ្ញុំទៅផ្សារទៅអីនាងខ្ញុំពាក់របៀបអញ្ចឹងដែរនឹងពេលខ្លះពីព្រោះខោអាវយឺតអញ្ចឹងស្លៀកទៅណាក៏អត់មានបញ្ហាចោតដែរទៅដើរលេងក៏យើងអាចស្លៀកបានគេហៅថាស្លៀករបៀបស្ពតដូចជំរាបបងប្អូនអញ្ចឹងហើយពេលខ្លះយើងអាចពាក់ហាត់កីឡាក៏បានឬក៏ដើរផ្សារក៏បានដែរនិយាយទៅក្មេងៗនៅស្រុកប្រាំងគេចូលចិត្តពាក់អញ្ចឹងណាបងប្អូនខោរឹបហើយខោអាវរបៀបស្ពតអញ្ចឹងសំខាន់លើកនេះទិញមកបានសាច់កណាត់ឡើងស្អាតមែនតើពេលខ្លះនោះចង់ឲ្យសណើខ្លួនឯងដែរកញ្ចក់ក៏តរោមភ្នែកក៏តហើយកោតទ្រាំបាននិយាយទៅអីក៏វាមិនឈ្នះធម្មជាតិដែរតែហេតុតែចង់ស្អាតទេបងប្អូនចេះតែទ្រាំចំណែកអានេះវិញគេហៅអាវជាប់ខោបងប្អូនដែលស្រីយើងស្រីស្អាតយើងគេចូលចិត្តស្លៀកអញ្ចឹងហ្នឹងអ្នកដែលគេមានរាងស្អាតគេចូលចិត្តស្លៀកអញ្ចឹងហើយបងប្អូនហើយនឹងខ្ញុំស្លៀកយូរណាស់ហើយអញ្ចឹងចេះអីព្រោះស្លៀកអញ្ចឹងទៅហាត់កីឡាវាស្រួលបងប្អូនវាអត់លមូលអាវលមូលខោអីចុះឡើងយើងបត់បែនខ្លួនអីបានស្រួលតាំងពីចេះមកនៅស្រុកប្រាំងមកស្លៀកអញ្ចឹងយូរហើយដល់ពេលឥឡូវគេពេញនិយមទៀតឃើញគេស្លៀកទៅអូយស្អាតដល់ហើយរៀងមួយអានេះប៉ុងផាត់មុខនាងខ្ញុំឃើញតំណងវារៀងស្រួលតប់លើមុខយើងក៏កំងមកបន្តិចទៅណាបងប្អូនសាកប្រើមើលស្រួលដែរអត់មើលទៅដូចតំណងនោះចូលដល់រដូវផ្ការីកហើយតិចទៀតចូលដល់រដូវក្តៅអូយនឹងខ្ញុំឲ្យទៅដល់ពេល spring ឬក៏ summer ហ្នឹងគឺចូលចិត្តណាបងប្អូននៅស្រុកគេដោយសារអាកាសធាតុវាស្ងួតណាអញ្ចឹងយើងស្លៀកពាក់អីគឺថាសុវត្ថិភាពហ្មងនៅក្នុងការស្លៀករបស់យើងហ្នឹងវាអត់បែកញើសក្លែកខ្លាក់ជោកហៀហូអីចឹងណាអញ្ចឹងហើយខ្លួនយើងស្ងួតទៅណាមកណាអីខ្យល់អាកាសអីល្អណាស់នៅស្រុកគេនេះអានេះគឺជារ៉ូបខ្លីសម្រាប់ស្លៀកពេលខែ summer ហ្នឹងបងប្អូនអើយតែថាបានលបែងលេងមកម្ដងបងប្អូនអើយអោបទាំងកញ្ចប់យកឡើងមកនេះរ៉ូបអញ្ចឹងបងប្អូនរ៉ូបខ្លីណានឹងខ្ញុំស្រឡាញ់ជាមួយនឹងខ្ញុំលោបង្ហាញស្អាតណាលើកនេះសាច់កណាត់ក្អាយស្អាតមែនតើហ្មងណានេះក៏ស្អាតដែរភាគច្រើនគឺឈុតកីឡាដល់ពេលវេលាដែលនេះខ្ញុំត្រូវស្លៀកឈុតនឹងហាត់ប្រាណហើយនិយាយទៅស្លៀកដើរក៏បានដែរបងប្អូនស្អាតហើយសាច់កណាត់គឺស្អាតខ្លាំងអញ្ចឹងมันវារៀងថ្លៃបើទិញអាសាច់រៀងអត់សូវល្អវាថោកប៉ុន្តែអានេះសិតតែរៀងថ្លៃនឹងខ្ញុំចង់ដឹងព្រោះនេះខ្ញុំធ្លាប់ទិញអារៀងធូរថ្លៃវាសាច់អត់ស្អាតទេវាស្ដើងអានេះសាច់គេឡើងហាប់ហើយក្រាស់និយាយទៅគឺរបៀបដូចខោអាវម៉ាកធំអីចឹងណាបងប្អូនស្អាតខ្លាំងឈុតហ្មងសុទ្ធតែធ្លាប់មានការពិសោធន៍នៅក្នុងការទិញអាវ៉ាន់មកពីចិនខុសច្រើនណាបងប្អូនអើយបានហើថ្មមកត្រូវតែពេលខ្លះហ្នឹងនៅផ្លត់ស្នៀតទេណាបងប្អូននៅទិញមកខុសចឹងសាច់កណាត់នៅឃើញក្នុងរូបផ្សេងហើយពេលឃើញគេស្លៀកនោះដូចតំណងដល់ពេលយកមកដល់ឃើញផ្ទាល់មិនដឹងថាគេដាក់អាវ៉ាន់អេវយើងទេអត់ស្អាតដូចក្នុងរូបអត់ស្អាតដូចក្នុងខមមិនគេដែលខមមិនទេបងប្អូនអើយវាអញ្ចឹងទៀតវាប៉ះហេងប៉ះសយណាទិញអាវ៉ាន់ចិនណាអាវ៉ាន់ផ្លេឆ្ងាយអញ្ចឹងក៏ប៉ុន្តែលើកនេះវិញបងប្អូនអើយនិយាយពីទិញកៅអៅមកសាច់ស្អាតទាំងអស់ទាំងរ៉ូបទាំងកៅអៅស្ពណ៌ទាំងអីត្រូវចិត្តហ្មងសំខាន់ណាគឺធ្នេដេហើយស្រួលស្លៀកញាក់ហ្មងបងប្អូនអើយសាច់កណាត់ស្អាតឡើងក្រាស់ហាប់មិនមែនអាក្រាស់ហប់ពិបាកស្លៀកណាអាក្រាស់ស្រួលស្លៀកវាហាប់វាតឹងវាណែនស្លៀកទៅក្តាប់រៀងយើងអូយនិយាយទៅគឺថាពេញចិត្តស្ដោកហ្មងក៏មកលើកនេះគឺថាត្រូវចិត្តទាំងអស់បានទាំងម៉ូតបានទាំងសាច់កណាត់បានទាំងធ្នេហើយស្រួលស្លៀកអូនិយាយទៅគឺថាពេញចិត្តស្ដោកបើនិយាយពីខោអាវជាប់ខោនេះនឹងខ្ញុំធ្លាប់ទិញតាពពួកអាវដែលវែងខោជើងវែងណាដល់ពេលឥឡូវសាកទិញខោខ្លីអាវដែលខ្លីមកស្លៀកម្ដងមើល
ចំណែកអានេះវិញគឺជារ៉ូបខ្លីរបៀបរ៉ូបសាច់ចាក់ក៏មិនចំរ៉ូបសាច់កណាត់សម្រាប់ខែក្តៅក៏មិនចំណាបងប្អូនដោយបងប្អូនបានឃើញនៅក្នុងវីដេអូនឹងអញ្ចឹងសាច់គេស្អាតសាហាវហើយបើម៉ូតវិញសាមញ្ញឯងប៉ុន្តែស្លៀកមកចេញរៀងស្អាតណាស់អានេះវគ្គបើកអីវ៉ាន់បង្ហាញមួយណាថាតើនាងខ្ញុំទិញអីគេខ្លះរួចហើយចាំស្លៀកជារួមបង្ហាញបងប្អូនតែម្ដងហ្មងស្រួលមួយយ៉ាងនេះបងប្អូនរូបរាងរ៉ូបហ្នឹងគឺបែបនេះយើងចង់ស្លៀកទៅណាក៏បានដែរដោយសារវាជាប្រភេទរ៉ូបសាមញ្ញអញ្ចឹងវាស្ថិតលើការធ្វើខ្លួនរបស់យើងឯងបើយើងធ្វើខ្លួនផាត់មុខធ្វើសក់អីរៀងដុតអញ្ចឹងទៅយើងអាចចូលរួមកម្មវិធីខូបកណើតអីជប់លៀងអីបានខ្លះហើយបើយើងចង់ធ្វើខ្លួនបែបសាបសាមញ្ញអាហ្នឹងយើងពាក់ទៅដើរលេងកន្លែងធម្មតាបានហើយពីព្រោះរ៉ូបនេះរ៉ូបវាអត់រើសកន្លែងណាអញ្ចឹងហើយយើងអាចស្លៀកចូលកម្មវិធីអីក៏បានរ៉ូបនេះវិញក៏ដូចគ្នាផងដែរបងប្អូនឲ្យតែប្រភេទរ៉ូបសាមញ្ញគឺវាស្ថិតលើយើងអ្នកធ្វើខ្លួនទេអញ្ចឹងបើយើងចង់ធ្វើខ្លួនចូលកម្មវិធីណាយើងក៏ធ្វើខ្លួនបែបហ្នឹងអញ្ចឹងទៅណាហើយរ៉ូបនេះស្លៀកទៅក្តាប់រាងយើងចេញរាងស្អាតណាហើយម្យ៉ាងស្លៀកចេះទៅឃើញរាងក្មេងអានេះគឺជាឈុតកៅអៅស្ពណ៌ដូចនឹងខ្ញុំបង្ហាញបងប្អូនអញ្ចឹងសាច់កណាត់ក៏ស្អាតភ្នែកក៏ស្អាតហើយដល់ពេលយើងស្លៀកទៅវាក្តាប់រាងយើងចេញរាងស្អាតណាអាកៅអៅដែលមានតម្លៃថ្លៃឬក៏កៅអៅដែលម៉ាកគេធ្វើល្អថ្លៃនៅស្រុកប្រាំងនេះក៏ចឹងដែរបងប្អូនកាលណាដែលយើងជ្រើសរើសសាច់កណាត់ត្រូវស្លៀកមកគឺចេញរាងស្អាតណាស់ក៏ប៉ុន្តែមិនមែនបានន័យថាកៅអៅដែលមានតម្លៃធូរថ្លៃនឹងស្លៀកទៅអត់ស្អាតទេណាបងប្អូនវាដោយយើងអ្នករើសសាច់កណាត់រើសម៉ូតរើសម៉ាអីតាមម៉ូតតាមម៉ាក់គេទេហ្នឹងហើយយើងឆ្លាញ់បែបណាយើងស្លៀកបែបហ្នឹងទៅនេះបងប្អូនដែលនឹងខ្ញុំចង់ជម្រាបថាភាគច្រើនអាវជាប់ខោនឹងខ្ញុំមានតែដៃវែងជើងវែងអញ្ចឹងហើយរបៀបអញ្ចឹងមានអាវាលឃ្លីអីដែរបងប្អូនអើយខ្វែងខ្នងខ្វែងអីហ្នឹងប៉ុន្តែអត់ដែលមានអាដៃខ្លីអញ្ចឹងបានទិញយកមកស្លៀកបង្ហាញបងប្អូនហើយយកអាដៃវែងហ្នឹងក៏មកបង្ហាញបងប្អូនដែរនេះទិញយូរហើយបងប្អូនអើយមិនដឹងបានឆ្នាំហើយទេនេះប៉ុន្តែយកមកបង្ហាញថ្ងៃហ្នឹងដែរបើជើងនេះវិញគឺទិញតែមួយឆ្នាំនេះទេបងប្អូនអើយតែក៏ទៅភ្នំតកកភ្លេចយកទៅពាក់បងប្អូនអើយអញ្ចឹងទៅក៏យកមកបង្ហាញបងប្អូនដែរហ្មងទៅស្លៀកជាមួយឈុតអាវជាប់ខោហ្នឹងដោយសារឃើញគេពេញនិយមស្លៀកទៅវាស្អាតអញ្ចឹងមកបង្ហាញបងប្អូនដែរនេះបងប្អូនឃើញទេអានេះរបៀបកៅអៅស្ពណ៌វាអត់សិចស៊ីខ្លាំងពេកអីទេអញ្ចឹងយើងអាចពាក់ដើរផ្សារក៏បានឬក៏ពាក់ទៅដើរលេងអីចិត្តអីក៏បានដែរថែមតែអាវក្រៅមកបន្តិចមកគឺមកស្អាតហ្មងស្លៀករបៀបស្ពណ៌ណានឹងខ្ញុំចូលចិត្តដែរអញ្ចឹងអីហើយបើថាយើងស្លៀកហាត់ប្រាណទៀតកាន់តែស្រួលបត់បែនខ្លួនទៀតហើយអានេះគឺជារៀងរបស់នាងខ្ញុំពិតណាអត់មានការ edit ឬក៏អត់មានស្លៀកហ្គែនស្លៀកអីទេបងប្អូនអើយរូបរាងរបស់នាងខ្ញុំហ្មងខំប្រឹងថែខំប្រឹងហាត់កីឡាខំប្រឹងណាស់និយាយទៅចង់បានរូបរាងស្អាតមិនមែនគេងមើលតែគេស្អាតហើយយើងបានរូបរាងស្អាតទេបងប្អូនអ្នកគេស្អាតមួយគេខំតាំងពីរបបអាហារតាំងពីការថែសុខភាពកាលណាដែលយើងថែសុខភាពបានល្អយើងបានហើយរូបរាងស្អាតហើយយើងក៏អត់អាចយករូបរាងអ្នកដែលគាត់អត់មានកូនណាមកបដូចជាមួយអ្នកមានកូនបានដែរវាខុសគ្នាអ្នកអត់ទាន់មានកូនទោះបីជាគាត់មានស្វាមីហើយក៏ដោយក៏សាច់គាត់នៅហាប់តឹងណែនជាងអ្នកដែលគាត់មានកូនដែរអ្នកដែលគាត់មានកូនបើសិនជាមិនប្រឹងហាត់ឲ្យខ្លាំងទេសាច់ធូរលហុយហ្មងហើយអ្នកខ្លះទៀតគឺសាច់ធូរខ្លាំងណាស់ហាត់កីឡាមិនក៏អត់វិលត្រឡប់មកវិញដែរបងប្អូនវាដោយប្រភេទសាច់របស់យើងដែរមនុស្សស្រីថាទៅនឹងខ្ញុំសំណាងដែរទី1គឺបានរូបរាងពីកំណើតហើយមួយទៀតគឺអត់សូវធាត់អីយាសាច់ធ្លាក់ខ្លាំងអីដូចគេទេអ្នកខ្លះគាត់គ្រាន់តែពោះហ្នឹងគាត់ប្រែរូបរាងឲ្យអត់វិលត្រឡប់មកសភាពដើមទេអ្នកខ្លះក៏វិលមកសភាពដើមស្អាតជាងមុនអីចឹងទៅអ្នកខ្លះក៏បានរូបរាងដើមអ្នកខ្លះក៏មិនបានរូបរាងដើមអ្នកខ្លះក៏អាក្រក់លើសដើមអីចឹងណាបងប្អូននិយាយទៅមនុស្សស្រីគឺមានសម្ពាធច្រើនណាស់ហើយរូបរាងរបស់យើងក៏ខុសគ្នាដែរអញ្ចឹងបានយើងអត់អាច compare គ្នាបានទេជាមួយអ្នកដែលអត់មានកូននិងជាមួយអ្នកមានកូនពីព្រោះនឹងខ្ញុំធ្លាប់ឮអ្នកខ្លះគេបដូរថាអូមានកូនហើយមិនស្អាតដូចនៅកមុំចេះអញ្ចោះអីចឹងគឺនឹងខ្ញុំផ្ទាល់នឹងហ្មងបងប្អូនសាច់ញាតិឬក៏មិត្តភ័ក្តិខ្លះគាត់និយាយថាឲ្យនឹងខ្ញុំអញ្ចឹងប៉ុន្តែគាត់អត់ទាន់បានឆ្លងកាត់ទេអាការពិសោធន៍របស់មនុស្សអត់មានកូនហើយនឹងអ្នកដែលមានកូនហើយអ្នកខ្លះទៀតគឺរូបរាងគាត់ប្រែ180ដឺក្រេហ្មងអត់វិលត្រឡប់មកសភាពដើមទេអញ្ចឹងហើយបានថាគួរឲ្យអាណិតមនុស្សស្រីយើងលះបង់ខ្ពស់ណាដែលមនុស្សប្រុសគ្មានថ្ងៃយល់ហើយក៏គ្មានថ្ងៃដឹងដែរថាទុក្ខធរៈរបស់មនុស្សស្រីបែបណាបើសិនជាប្តីដែលយល់ចិត្តបានត្រឹមតែដឹងអាណិតប្រពន្ធចឹងទៅតែក៏មិនដឹងថាសុខទុក្ខការពិតរបស់មនុស្សស្រីហ្នឹងគឺបែបណាដែរដែលគាត់លះបង់ភាពស្រស់ស្អាតរបស់គាត់ដើម្បីបង្កើតកូនហើយមានសមាជិកគ្រួសារអីចឹងណាគឺលះបង់អស់ហើយទាំងការងារទាំងការគិតរូបសម្រស់បាក់រូបបាក់ឆោមហ្នឹងគឺនៅលើគ្រួសារទាំងអស់ចឹងមិនថាសម្រាប់នាងខ្ញុំនៅស្រុកគេនាងខ្ញុំថែខ្លាំងដោយសារអាកាសធាតុហើយនឹងរបបអាហារនៅនេះវាខុសពីនៅស្រុកក្តៅអញ្ចឹងបើយើងអត់មើលខ្លួនថែខ្លួនឲ្យដិតដល់តិចចាស់លឿនណាស់បងប្អូនអើយសាច់ក៏ធូរលឿនដែរក្តៅជាក់ហើយយើងងូតទឹកក្តៅទៀតចឹងសាច់យើងវាយាហើយស្ងួតហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេណាអរគុណច្រើនជម្រាបលា